ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើផាក់ឡូវជើងមាន់ញ៉ាំហើយសម្រាប់ជើងមាន់យើងអាចយកទៅធ្វើជាជ្រក់ក៏បានយកទៅខក៏បានឬក៏យកទៅប្រឡាក់អាំងក៏បានដែរបងប្អូនទាំងអស់គ្នាហើយសំខាន់គឺមានរសជាតិឆ្ងាញ់ណាបងប្អូនទាំងអស់គ្នាហើយបងប្អូនដែលគាត់ទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe YouTube Channel នឹងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទស្សនាជារៀងរាល់ថ្ងៃឥឡូវនេះយើងមកមើលពីវិធីធ្វើទាំងអស់គ្នាមុនដំបូងគឺខ្ញុំមានជើងមាន់ចំនួន1គីឡូខ្ញុំដាំទឹកក្តៅស្រស់លាងសម្អាតឲ្យស្អាតហើយខ្ញុំមានគ្រឿងដូចជាខ្ទឹមសអញ្ចាំគុជកាក់ឈើអែមនិងដើមខ្ទឹមឥឡូវខ្ញុំកូរស្ករឲ្យក្រហមបន្តិចសិនបន្ទាប់ពីស្ករយើងឡើងក្រហមជើងក្រងខ្ញុំដាក់ខ្ទឹមសអញ្ចាំគុជកាក់ឈើអែមចូលលីងឲ្យឡើងឈ្ងុយបន្ទាប់មកទៀតខ្ញុំដាក់ទឹកថៃបន្តិចទឹកស៊ីអ៊ីវបន្តិចតាមមកទីខ្ញុំដាក់ប្រេងខ្យងនិយាយទៅបងប្អូនលៃគ្រឿងមកល្មមកុំដាក់ច្រើនពេកខ្លាចប្រៃបន្ទាប់មកទីយើងកូរគ្រឿងយើងឲ្យចូលសព្វល្អមកហើយខ្ញុំដាក់ប៊ីចេងកន្លះស្លាបព្រាបាយនិងម្រេចក្របបន្តិចទៀតចូលហើយយើងកូរឲ្យរៀងឡើងក្រហមរៀងឡើងក្រហមហើយឡើងឈ្ងុយបន្តិចមកបងប្អូនទាំងអស់គ្នាបន្ទាប់មកទីខ្ញុំដាក់ជើងមាន់ហើយនឹងដើមខ្ទឹមដែលខ្ញុំមូលម្ដុំនឹងចូលហើយកូររៀងសព្វគ្រឿងបន្តិចមកបងប្អូនទាំងអស់គ្នាតាមមកទៀតគឺយើងថែមទឹកហើយសម្រាប់ទឹកកន្លែងហ្នឹងគឺខ្ញុំថែមកន្លះលីត្របងប្អូនទាំងអស់គ្នាហើយខ្ញុំគ្របរងាស់រហូតតតែជើងមាន់យើងឡើងពុះអញ្ចឹងបងប្អូនឡើងពុះមើលទៅរៀងប្រែសបល់រៀងក្រហមតិចតិចយើងកូរឲ្យចូលសព្វគ្រឿងទៅទៀតណាបងប្អូនទាំងអស់គ្នាយើងកូរឲ្យសព្វគ្រឿងមកហើយបងប្អូនបន្តរងាស់ទៀតរងាស់តតែទឹកផាក់ឡូវយើងរីងណាបងប្អូនទាំងអស់គ្នាឥឡូវនេះទឹកផាក់ឡូវយើងចាប់ផ្ដើមរីងចិត្តអស់ហើយខ្ញុំកូរឲ្យរៀងក្រហមជើងមាន់តិចទៀតណាហើយបងប្អូនបន្តរងាស់តិចទៀតហើយសម្រាប់ដើមខ្ទឹមដែលខ្ញុំដាក់ហ្នឹងគឺខ្ញុំស្រង់ចេញហើយយើងបាច់ទុកទៀតទេព្រោះវាអស់ក្លិនអស់ជាតិអញ្ចឹងកុំឲ្យវាលួយខ្លាំងក្នុងហ្នឹងណាតាមមកទៀតគឺយើងដួសទឹកផាក់ឡូវហ្នឹងស្រោចពីលើជើងមាន់យើងឲ្យសព្វមកបងប្អូនឲ្យឡើងក្រហមស្អាតអញ្ចឹងមកណាហើយវិធីធ្វើរបស់ខ្ញុំគឺងាយស្រួលទេបងប្អូនទាំងអស់គ្នាហើយបើសិនជាខ្ញុំធ្វើទៅនិយាយទៅមានខុសឆ្គងអីសូមបងប្អូនទាំងអស់គ្នាអភ័យទោសផងឥឡូវនេះជើងមាន់ផាក់ឡូវរបស់ខ្ញុំគឺហើយរួចរាល់បងប្អូនគឺយើងអាចសងយកមករោយស្លឹកខ្ទឹមពីលើបន្តិចហើយបងប្អូនអាចជ្រលក់ជាមួយនឹងទឹកសៀងឬក៏អាចញ៉ាំអញ្ចឹងក៏បានដែរដោយសារពេលខ្លះយើងដាក់គ្រឿងទៅមកល្មមបើសិនជាបងប្អូនចង់បន្ថែមទឹកជ្រលក់តែទៀតក៏បានដែរហើយសម្រាប់ជើងមាន់នេះគឺញ៉ាំទៅស្រួយឆ្ងាញ់បងប្អូនទាំងអស់គ្នាយ៉ាងឈប់ណាហើយបងប្អូនអាចសាកធ្វើញ៉ាំទាំងអស់គ្នាហើយអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត